នេះមានសំណង់ប្រយោគមួយមកចង់ចែករំលែកជូនអ្នកសិក្សាភាសាអង់គ្លេសទាំងអស់សំណង់ប្រយោគជាភាសាអង់គ្លេសគេហៅថា sentence structure បកថាសំណង់ប្រយោគថ្ងៃនេះតាក់ទងជាមួយនឹងពាក្យថា look forward បើ look នេះបើយើងបកទៅបកថាមើល forward នេះឆ្ពោះទៅអញ្ចឹងមើលឆ្ពោះទៅមិនដល់ពេលយើងបកឲ្យចំទៅទន្ទឹងរង់ចាំអាមើលឆ្ពោះទៅហ្នឹងអាហ្នឹងលក្ខណៈបកតាមពាក្យមួយតែភាសាអង់គ្លេសបើយើងបកតាមពាក្យមួយឆ្គងអត់ត្រូវទេពេលខ្លះត្រូវខ្លះក៏អត់អញ្ចឹងអានេះយើងបកចំគឺទន្ទឹងរង់ចាំ look forward អញ្ចឹងយើងចូលទៅមើលសំណង់ប្រយោគជាក់ស្ដែងរបស់វាទាំងអស់គ្នាបាទតោះ to look forward to doing something នេះ to look forward to doing something គេប្រើ to នៅពីមុខ look នេះដោយសារតែចង់បញ្ជាក់ថា look ហ្នឹងគឺជាកិរិយាសព្ទដើមមិនទាន់បានបំលែងនៅពេលដែលវាប្រើជាមួយនឹងសព្វនាមណាមួយទេសព្វនាមរបស់យើងណាអញ្ចឹងបើវាប្រើទៅវាបំលែងទៅតាមហ្នឹងដែរតែនេះអត់ទាន់ប្រើអញ្ចឹងគេដាក់ទាំងដុលមកស៊ីនរបស់វាអញ្ចឹងគេប្រើពាក្យ to នាំមុខដើម្បីបញ្ជាក់ថាវាជាកិរិយាសព្ទដើម to look forward to កន្លែងនេះគេដាក់ to មួយទៀតហើយ do នេះជំនួសឲ្យកិរិយាសព្ទឧទាហរណ៍ថាយើងចង់ដូរ do នឹងដាក់អីក៏ស្រេចចិត្តរបស់យើងទេអញ្ចឹង do នេះតំណាងឲ្យកិរិយាសព្ទទាំងអស់នៅក្នុងភាសាអង់គ្លេសគឺគេប្រើ do ជំនួសអញ្ចឹង to look forward to doing ហើយបូក ing ទៀតអញ្ចឹងប្រឡោះនេះគេប្រើ verb ហើយចំនេះគេប្រើ to ហើយកន្លែងនេះគេប្រើ ing ទៀតអានេះសំណង់ប្រយោគនេះបើតាក់ទងជាមួយនឹងគេហៅថា verb pattern អាហ្នឹងយើងធ្លាប់ជួបហើយរៀនទៅគឺតាក់ទងមួយចឹងsomething នេះស្អីគេ something នេះគឺបកថាអ្វីមួយអញ្ចឹងទន្ទឹងរង់ចាំអ្វីមួយនេះបាទទន្ទឹងរង់ចាំធ្វើអ្វីមួយបាទធ្វើអ្វីមួយធ្វើយើងដាក់ to ហងដាក់ ing ហងទន្ទឹងរង់ចាំធ្វើអ្វីមួយតោះអញ្ចឹងយើងទៅមើលឧទាហរណ៍ទាំងអស់គ្នាឧទាហរណ៍ថា I look forward to hearing your answer អញ្ចឹងនៅពេលដែលយើងយកមកប្រើនេះយើងយកមកប្រើអញ្ចឹងយើងឈប់ដាក់ to យើងដាក់សព្វនាមជំនួសវិញសំណង់ប្រយោគគឺគេធ្វើអញ្ចឹងទាំងអស់តែយើងយកមកប្រើយើងឈប់ដាក់ to ពីមុខហើយគេដាក់សព្វនាមសុំទោសគេដាក់ subject ប្រធានអានេះប្រធាននេះជា subject pronoun សព្វនាមប្រធានយើងអាចដាក់ឈ្មោះដាក់អីក្រៅពីសព្វនាមនឹងបានដែរអញ្ចឹង I look យើងដក to ចេញ I look forward to hearing your answer ខ្ញុំទន្ទឹងរង់ចាំស្ដាប់ចម្លើយពីអ្នកអញ្ចឹងគេប្រើ to ហើយបូកមួយ verb hear ហើយបូកមួយ ing ទៀត do នេះគេឈប់ប្រើអានេះគេគ្រាន់ដាក់តំណាងទៅនៅពេលដែលយើងយកមកប្រើយើងចង់និយាយពីអីយើងដាក់អីនឹងជំនួសទៅនេះ hear ឃើញទេឥឡូវខ្ញុំឈប់ប្រើ hear ហើយយើងប្រើ see វិញឧទាហរណ៍ថា he look forward to seeing your face គាត់ទន្ទឹងរង់ចាំជួបមុខរបស់នាងឬក៏ឃើញមុខរបស់នាងអញ្ចឹង look នៅពេលដែលយើងយកមកប្រើយើងដក to ចេញទៀតយើងដាក់សព្វនាមអញ្ចឹងសព្វនាមនេះគឺគេហៅថាសព្វនាមប្រធានបរិះទី3ឯកវចនៈអញ្ចឹងយើងកិរិយាសព្ទដែលប្រើមួយវាត្រូវធ្វើមិនយើងត្រូវថែម s នេះថែម s អានេះអត់ថែមទេតែ he see it បានគេថែម s អញ្ចឹងគាត់ទន្ទឹងរង់ចាំឃើញមុខរបស់នាងយើងឈប់ប្រើ he ហើយយើងប្រើ see អញ្ចឹង see នឹងត្រូវមាន to ត្រូវមាន ing ដូចគ្នាដែរមួយទៀត we look forward to listening our result យើងទន្ទឹងរង់ចាំស្ដាប់ចម្លើយសុំទោសស្ដាប់លទ្ធផលរបស់យើងអញ្ចឹងក្រោយហ្នឹងគឺ to hearing to seeing to listening នេះកន្លែងហ្នឹងបាទទី2បើសិនជាយើងចង់ប្រើវាទៅជាលក្ខណៈថា continuous កំពុងបន្តនេះអញ្ចឹងយើងថែម to be មួយទៀតហើយថែម ing មួយទៀតតែខាងនេះត្រូវដាក់ to ទៀត to នេះឈប់បញ្ជាក់ថា look នេះជាកិរិយាសព្ទដើមហើយ to នេះគឺយើងបញ្ជាក់ថា be នេះជាកិរិយាសព្ទដើមវិញនៅជាប់ណាបញ្ជាក់អាហ្នឹងអញ្ចឹងអានេះគឺចង់ប្រើទៅជាទម្រង់ present continuous តោះប្រើមិនអាហ្នឹងគ្រាន់តែយើងថែមពាក្យថាកំពុងតា present continuous មិនបកថាកំពុងអញ្ចឹងយើងមុនមិញយើងបកថាទន្ទឹងរង់ចាំធ្វើអ្វីមួយឥឡូវយើងថែមពាក្យកំពុងហើយកំពុងទន្ទឹងរង់ចាំធ្វើអ្វីមួយតោះឧទាហរណ៍ I am looking forward to hearing your answer ខ្ញុំកំពុងទន្ទឹងរង់ចាំស្ដាប់ឬក៏ឮចម្លើយរបស់អ្នកកំពុងទន្ទឹងរង់ចាំអញ្ចឹងយើងថែមតែ to be យើងចង់និយាយថា I to be យើងយកអីគេមកប្រើយើងយក am មកប្រើហើយអា verb នេះ ing មកកន្លែងនេះអាដែល to ហើយបូកមួយ verb ហើយបូកមួយ ing អាដែល
កំពុងទន្ទឹងរង់ចាំអាមុនមិញអាលេខ1មិញអានឹងទម្រង់ present simple អានេះយើងចង់ធ្វើឲ្យវាទៅជាទម្រង់ present continuous នេះយើងគ្រាន់តែដូរអានេះបន្តិចមកហើយពីហ្នឹងអាដែលទាំងអស់ទៅទុយក្រោយនេះអាដែលទាំងអស់ឃើញទេទីឧទាហរណ៍ទី2 he is looking forward to seeing your face គាត់កំពុងទន្ទឹងរង់ចាំឃើញមុខរបស់អ្នកអញ្ចឹង looking នៅពេលនេះយើងឈប់ប្រើ am ហើយដោយសារតែប្រធាន he អញ្ចឹង he គេប្រើមួយ is ហើយ he ប្រើមួយ is he is looking តែប៉ុណ្្នឹងហើយអាកតុយក្រោយនេះនៅដូចគ្នាទាំងអស់ដូចតែមុនទាំងអស់អត់មានអីខុសអីទេអញ្ចឹងសំណងប្រយោគយើងមាន2យកទី1នោះមិញអានេះទី2មាន2ហ្នឹងយើងអាចបង្កើតទៅជាទម្រង់ផ្សេងច្រើនទៀតបានអាទី1បង្កើតតាមទី1អាទី2នេះបង្កើតតាមទី2ហ្នឹងទៅអញ្ចឹងមិនមែនថាយើងបង្កើតបានតែ2ល្បះនេះទេយើងអាចបង្កើតបានច្រើនទៀតរាប់រយទៀតសាច់តែចិត្តយើងចង់ប្រើសាច់តែកលៈទេសៈដែលយើងត្រូវនិយាយឲ្យតែយើងនិយាយថាទន្ទឹងរង់ចាំធ្វើអីមួយយើងប្រើនេះចុះអត់ចេះខុសទេត្រូវតាមវេយ្យាករណ៍ទៀតបាទសូមអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ